សម្រាប់អ្នកដែលមានបញ្ហាស្បែកមុខច្រាំងហូមហើយជាមួយនឹង breakdown ណាហើយចង់បានជាមួយនឹងស្បែកមុខដែលរលោងទៅវាច្រាំងហូមទូចមកវិញកាត់បន្ថយជាមួយនឹងការឡើងហៅ breakdown ហ្នឹងជាងបងប្អូនអាចជ្រើសរើសយកវិធីសាស្ត្រមួយគេហៅថា double cleansing ហ្នឹងគឺខ្ញុំប្រើជាមួយនឹង cleansing oil ដែលខ្ញុំចាក់លើដៃនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដែលខ្ញុំធ្វើ double cleansing អញ្ចឹងមុខខ្ញុំនៅស្ងួតចេះហ្នឹងខ្ញុំចាក់អាហ្នឹងលើដៃហើយខ្ញុំក៏យកមកទៅដុសនៅមុខចាទៅដុសប្រហែលជា1នាទីអញ្ចឹងបងប្អូនចាទៅដុសចុះទៅដុសឡើងពីក្រោមឡើងទៅលើទៅហើយលាងជាមួយនឹងថ្ងាសកន្លែងតំបន់អញ្ចើមចាហើយតំបន់ពិសេសហ្នឹងគឺតំបន់ T-zone យើងហ្នឹងហើយភ្នែកខ្ញុំលាប mascara ដែលប្រភេទជាប់ខ្លាំងក៏រលត់ទៅតាមនឹងដែរតទៅពីយើងញីប្រេងសុទ្ធ1នាទីហើយយើងដាក់ទឹកសើមលើដៃបន្តិចយើងបន្តញីប្រហែលជាកន្លះនាទីអីទៅហើយយើងលាងមុខចេញបន្ទាប់មកយើងប្រើជាមួយនឹង foam ខ្ញុំប្រើជាមួយនឹង foam ស៊ូវ៉ាស៊ូដែលខ្ញុំបង្ហាញបងប្អូនហ្នឹងណាបងប្អូនមាន foam អីក៏ប្រើ foam ហ្នឹងទៅតាម foam ដែលត្រូវស្បែកមុខយើងណាចាបែបបើចង់បាន foam ល្អខ្ញុំមានស៊ូវ៉ាស៊ូខ្ញុំមាន The History of Hope ហើយនឹងមាន map ផ្សេងទៀតណែនាំជួយមកបងប្អូនត្រូវការទៅតាមប្រភេទស្បែកលាងឲ្យបងប្អូនមើលមុខខ្ញុំនេះមុខលាងហើយមុខឡើងភ្លឺហើយស្បែកយើងឡើងទន់ហើយហ្នឹងវាគឺជាលទ្ធផលហើយជាគុណសម្បត្តិនៃការដែលយើងធ្វើ double cleansing